បានជំរាបសួរបងប្អូនថ្ងៃនេះនាំបងប្អូនមកទស្សនានៅលើដងផ្លូវទៀតបងប្អូនដងផ្លូវនេះសំដៅចេញពីមុខវាំងបាទចេញពីមុខវាំងរហូតទៅដល់មុខមូលលោកតាជុនណាតបងប្អូនបាទតាមផ្លូវរៀងមានយ៉ាងតិចបងប្អូនបូឡានម៉ូតូច្រើនបន្តិចបាទបាទបងប្អូននៅលើដងផ្លូវមានការមមាញឹកច្រើនបាទជាពិសេសផ្លូវនៅភ្នំពេញប្រភេទផ្លូវដែលមមាញឹកបាទផ្លូវដងវិថីសំខាន់ៗហ្នឹងនៅក្នុងភ្នំពេញហ្នឹងមានការមមាញឹកបាទហើយជាទូទៅបងប្អូនយើងដែលជាពិសេសបើកយានយន្តបាទបើកយានយន្តត្រូវមានការតាំងចិត្តខ្ពស់ហើយបាទហើយចិត្តក៏អំណត់ដែរបាទនោះជាការសំខាន់ជាបឋមនៅក្នុងការបើកបរនៅរាជធានីភ្នំពេញបាទការបើកបរនេះបើសិនបើយើងមិនមានចិត្តអំណត់ទេបាទគឺពិបាកនៅក្នុងការបើកបរនៅក្នុងរាជធានីភ្នំពេញណាបាទហើយនឹងអាចជៀសមិនផុតពីគ្រោះថ្នាក់នៅថ្ងៃណាមួយបាទបងប្អូនអញ្ចឹងការតាំងចិត្តនេះមានសារៈសំខាន់ណាស់បាទនៅក្នុងការបើកបរព្រោះដងវិថីសំខាន់នៅភ្នំពេញនេះយើងសង្កេតមើលទៅមានការកកស្ទះមានជាញឹកញាប់បាទអញ្ចឹងជាយាមនៅក្នុងការតាំងចិត្តខ្ពស់សម្រាប់អ្នកបើកបរជាពិសេសគឺឡាននឹងតែម្ដងបាទគឺមានការតាំងចិត្តខ្ពស់ហើយក៏ត្រូវតែមានការប្រុងប្រយ័ត្នដែរបងប្អូនប្រុងប្រយ័ត្ននឹងការតាំងចិត្តហ្នឹងគឺត្រូវដំណើរគ្នាដើម្បីឲ្យយើងនេះជាអ្នកកាន់ចង្កូតនេះមានសុវត្ថិភាពបាទសុវត្ថិភាពទាំងផ្ទាល់ខ្លួនទាំងអ្នកដទៃងាយមែនតើបាទងាយមែនតើនៅក្នុងការអាចនឹងមានបញ្ហាឧបសគ្គណាមួយកើតឡើងពីព្រោះផ្លូវចង្អៀតអញ្ចឹងជាទូទៅបើគេមកប៉ះយើងឬយើងទៅប៉ះគេតែប៉ុណ្្នឹងទេបងប្អូនបាទអញ្ចឹងព្យាយាមនៅក្នុងការប្រុងប្រយ័ត្នឲ្យអស់ពីលទ្ធភាពបាទហើយណាមួយទៀតត្រូវមានការចិត្តទូលាយបាទចិត្តទូលាយជាពិសេសនៅបងប្អូនយើងដែលគាត់បើកម៉ូតូបងប្អូនត្រូវមានចិត្តទូលាយឲ្យពួកគាត់ទៅមុនបាទពីព្រោះថាម៉ូតូជាទូទៅគាត់ងាយនឹងរងគ្រោះថ្នាក់ជាងឡានបាទហើយសុវត្ថិភាពពួកគាត់ជាចម្បងដូច្នេះយើងធ្វើយ៉ាងណាយើងអាចផ្ដល់នូវអត្ថប្រយោជន៍ឲ្យពួកគាត់ទៅមុនដើម្បីកុំឲ្យជៀសវាងមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុបងប្អូនបាទកាប់ទៅខ្ញុំកាន់ចង្កូតយានយន្តនេះយូរឆ្នាំហើយបងប្អូនយូរឆ្នាំហើយប៉ុន្តែការបើកបររបស់ខ្ញុំនេះមិនលឿនទេបងប្អូនយឺតមួយបាទអ្នកដែលជិះជាមួយខ្ញុំហ្នឹងពេលខ្លះទៅដែលគេអត់ស្គាល់ខ្ញុំគេមានអារម្មណ៍ថាទិញទ្រាំដែរព្រោះថាយើងបើកវាយឺតពេកចឹងបងប្អូនប៉ុន្តែភាពយឺតនិងភាពគឺកាត់ឡើងដោយសារការប្រុងប្រយ័ត្នទេបងប្អូនប្រុងប្រយ័ត្នគឺយើងជិះនៅគ្រោះថ្នាក់